រឿងសត្វកង្កែបនិងសត្វទន្សាយនៅអាជាព្រៃកន្លែងមួយមានសត្វកង្កែបតូចមួយឈ្មោះសានិងសត្វទន្សាយឈ្មោះយីយ៉ាកង្កែបតូចរស់នៅក្នុងទឹកហើយវាចូលចិត្តលោតលេងជាមួយមិត្តរីឯទន្សាយវាស្រឡាញ់ការរត់លេងនៅតាមវាលស្មៅហើយវាជឿជាក់ថាខ្លួនឯងរត់លឿនជាងគេនៅក្នុងព្រៃនៅថ្ងៃមួយទន្សាយបានសើចចំអកទៅលើកង្កែបថាហាមាតូចដូចជាកង្កែបមិនអាចប្រកួតរត់ឈ្នះខ្ញុំបាននោះទេខ្ញុំគឺជាសត្វដែលរត់លឿនជាងគេកង្កែបសាញញឹមហើយនិយាយថាទំហំមិនមែនជារឿងសំខាន់ទេខ្ញុំនឹងបង្ហាញអ្នកថាសត្វតូចក៏អាចយកឈ្នះបានដែរហើយពួកវាក៏បាននាំគ្នាសន្យាថានឹងចូលរួមការប្រកួតចាប់ពីច្រាំងទន្លេរហូតដល់វាលស្មៅការប្រកួតបានចាប់ផ្ដើមទន្សាយរត់លឿនណាស់វារត់បានឆ្ងាយជាងកង្កែបហើយវាគិតថាមិនចាំបាច់ខំច្រើននោះទេហើយវាបានទៅក្រោមដើមឈើមួយក៏បានដេកសម្រាកខណៈពេលនោះដែរកង្កែបតូចសាវាមិនឈប់រត់ឡើយវាលោតយឺតមួយក៏ប៉ុន្តែវាមានការអត់ធ្មត់ពេលដែលទន្សាយកំពុងតែដេកកង្កែបបានឈានទៅដល់គោលដៅមុនទន្សាយភ្ញាក់ឡើងក៏រត់ឆ្ពោះទៅមុខប៉ុន្តែយឺតពេកហើយកង្កែបបានឈ្នះនៅក្នុងការប្រកួតទន្សាយបានទទួលស្គាល់ហើយនិយាយថាខ្ញុំបានមើលងាយសត្វតូចពិតណាស់ការអត់ធ្មត់និងការខំប្រឹងនឹងធ្វើឲ្យអ្នកឈ្នះចាប់ពីពេលនោះមកទន្សាយនិងកង្កែបបានក្លាយទៅជាមិត្តល្អស្រឡាញ់គ្នានិងមិនមើលងាយអ្នកដទៃទៀតឡើយអត្ថន័យនៃរឿងនេះផងដែរបានបង្រៀនកុមារថាកុំមើលងាយអ្នកដទៃទោះបីតូចឬក៏ធំយ៉ាងណាក៏ដោយនិងត្រូវមានការអត់ធ្មត់ការខិតខំទើបទទួលបានជោគជ័យនៅក្នុងជីវិត